គមមិនយើងដែលគាត់បានដល់សេវាកម្មដល់នៃការកាត់សក់នេះជូនដល់កូនសិស្សទាំងអស់នៃវិទ្យាល័យមហាវិទ្យាល័យធំសមាគមមិត្តយើងគឺបានបង្កើតឡើងតាំងពីឆ្នាំ2020ក្នុងគោលដៅជាសមាគមដែលមិនស្វែងរកប្រាក់ចំណេញទេបាទអញ្ចឹងថ្ងៃនេះមកអត់មានកាត់សក់យកលុយទេគឺកាត់សក់ហ្វ្រីអញ្ចឹងមានសមាគម